ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នានេះគឺជា vlog ដល់សារដល់ដែរខ្ញុំទៅកពតជាមួយនឹងពុកម៉ែរបស់ខ្ញុំហើយ vlog នឹងយូរហើយប៉ុន្តែខ្ញុំទៅបានតកាត់ចឹងណាអ្នកនរគ្នាមើលសិនណាខ្ញុំទៅតាំងពីខែ8ថ្ងៃទី30ប៉ុន្តែខ្ញុំទៅតែមានអារម្មណ៍ចង់កាត់មានន័យថាទៅតែផ្ទុះចេញចឹងណាសាក់ថ្មតែទៅតែផ្ទុះចឹងទៅអានេះផ្លូវខ្ញុំទៅចឹងណាផ្លូវខ្ញុំទៅកពតទីតែឥឡូវហ្នឹងខ្ញុំអត់ទាន់បានទៅកពតទេខ្ញុំទៅហ្នឹងទៅហួសទៅកែបមកហើយនេះខ្ញុំអត់ដឹងថាដល់ណាអ្នកគ្នានៅតាមផ្លូវខ្ញុំឃើញភ្នំនឹងស្អាតពេកក៏ខ្ញុំថតតិចទៅខ្ញុំទៅទាំងអស់គ្នា4នាក់បងខ្ញុំចែខ្ញុំណាហើយអានេះគឺយើងមកដល់កែបហើយមកដល់ហ្នឹងមានអារម្មណ៍ថា fresh មែនតើដូចបាត់តកវល់ໄວទាំងអស់ Can say that when life had comport here តទៅដល់កែបឯងគឺខ្ញុំទៅម្ដងទៅផ្សារក្តាមហ្មងទៅទិញអីញ៉ាំអញ្ចឹងណាទៅទិញគ្រឿងសមុទ្រអីតិចតួចញ៉ាំចំគ្នាអញ្ចឹងទៅហើយនេះគឺជាផ្លូវដែលខ្ញុំត្រូវទៅផ្សារកែបផ្សារគេផ្សារក្តាមអញ្ចឹងណានៅជាប់មាត់សមុទ្រទៅមាត់ទន្លេឈួតហើយអានេះគឺជាចិត្តទៅដល់ហើយពងដារហោះហើយមុននឹងចេញទៅទិញអីគឺថតមួយសិននេះគឺក្នុងផ្សារតបមកយើងញ៉ាំអីសតទៅញ៉ាំអីហើយគឺពួកខ្ញុំឆ្លៀតទៅថតនៅក្រោមតិចដើម្បីយកហូបចឹងណាហើយកន្លែងនេះគឺខ្ញុំឃើញស្អាតពេកហើយពេលខ្ញុំទៅនឹងភ្លៀងដល់ពេលចឹងទៅសមុទ្រវាឡើងមកឡើងធំចឹងណាហើយឡើងចង់ប៉ើងខ្ញុំទៅចូលក្នុងទឹកសមុទ្របានតោះហើយអ្នកនរគ្នានឹងមើលស្អាតណានៅក្រៅស្អាតជាងនឹងឆ្ងាយហើយអ្នកនរគ្នាហើយសំឡេងកំសត់ប៉ុណ្្នឹងហើយបងចាខ្ញុំអត់នាំខ្ញុំទៅទៀតដឹងគាត់ចិត្តដាច់មិនតតែកន្លែងហ្នឹងក៏ធ្វើឲ្យខ្ញុំ release stress បានដែរអ្នកនរគ្នាហើយកន្លែងមិញហ្នឹងដូចជាគេហៅថាអីគេ cafe 400ខ្ញុំអត់ស្គាល់បានដែរខ្ញុំទៅតាមគេហើយនេះខ្ញុំមកដល់កន្លែង Starbucks កប៉ោឯអ្នកនរគ្នាកន្លែងហ្នឹងក៏ fresh ដូចគ្នាប៉ុន្តែគាត់ថាពេលដែលខ្ញុំមកនោះគឺភ្លៀងយកតែម្ដងអត់មានបានថតរូបអីច្រើនទេអ្នកនរគ្នាប៉ុន្តែប៉ះក្រុមណាគេប៉ះក្រុមខ្ញុំគឺភ្លៀងមិនមែនជាឧបសគ្គឡើយថតទាំងភ្លៀងចានេះភ្លៀងតក់មកថតឲ្យសទឹកជោកចាសមកកូនចឹងមករបស់ខ្ញុំអត់មានច្រើនទេមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយទៀតបាយ